ឈ្មោះសិលៀបសម្រាប់កម្មវិធីស៊ូស៊ូ running ឯហ្នឹងមានអារម្មណ៍ថាសប្បាយហើយអ្នកចូលរួម energy ម្នាក់ៗគឺពេញបឹកហ្មងដូច event ធំមួយដើមឆ្នាំអញ្ចឹងណាអ្នកគ្នាមានគ្រប់យ៉ាងហើយស្អាតផុសស្អាតអ្នកចេះមិនចេះអីគឺថាម្នាក់ៗគឺគាត់មើលទៅទាំងមុខគឺគាត់សប្បាយរីករាយហើយបានញូ PB ច្រើនមែនទែនសម្រាប់ខ្ញុំចំណាប់អារម្មណ៍ថ្ងៃនេះ everything is perfect ហើយសម្រាប់អ្នកដែលគាត់ចង់មករត់ណាអ្នកនរគ្នាអាចមើលបានទឹកមុខម្នាក់ៗគឺរីករាយស្រស់ស្រាយហើយគឺថាសប្បាយមែនតើរួមផឹកឡើងអីចឹងណាអញ្ចឹងបើសិនជានៅផ្ទះគេងទេអាចនៅមករត់បានសួស្តីខ្ញុំឈ្មោះ Andy រយៈពេល2ឆ្នាំហើយបាទតែយើងសុខភាពយើងមិនសូវល្អយើងរត់ដើម្បីសុខភាពអញ្ចឹងយើងចេះចូលរួមកម្មវិធីខ្លះៗអញ្ចឹងទៅធ្វើឲ្យយើងមានអារម្មណ៍ថាស្រួលខ្លួនបាទមានសប្បាយវាធ្វើឲ្យយើងសុខក្នុងខ្លួនអញ្ចឹងណាហើយយើងជួយដល់ charity កម្មវិធីគេខ្លះៗអញ្ចឹងបាទទី8 PB បានល្អធ្វើបានល្អមែនតើហើយប្រៀបជាមួយខែមុនបានទៅប្រកួតនៅវៀតណាមបាទអញ្ចឹងវាល្អទាំងអស់គ្នាបាទផ្ញើអ្នកចំពោះអ្នកដែលអត់ទាន់ចាប់ដើមរត់យើងអាចចាប់ដើមរត់ពីតិចឡើងហើយចាប់ដើមពីគីឡូតិចចិត្តអញ្ចឹងណាដើម្បីឲ្យយើងស៊ាំកម្លាំងយើងដើម្បីតស៊ូទៅមុខដើម្បីសុខភាពល្អទៅថ្ងៃមុខបាទសួរបាទឈ្មោះសំអឿនជាក់ស្ដែងខ្ញុំប្រឡូកក្នុងការរត់នេះប្រហែលជា3ឆ្នាំជាគោលដៅមួយដែលដាក់គិតខ្លួនឯងថាការជា challenge មួយដែលថាចង់ធ្លាប់ហាត់កីឡាដែរអញ្ចឹងទៅជាទូទៅនៅក្នុងភ្នំពេញគេមានកម្មវិធីរត់មួយឆ្នាំគេមានម្ដងភ្នំពេញហាម៉ារ៉ាតុងអញ្ចឹងគេហៅថាពាក់កណ្ដាលម៉ារ៉ាតុងរយៈពេល2-3 ខែទៅយើងជួបគេអ្នករត់ទៅយើងសួរនាំហើយយើងក៏ឆែកតាមអ៊ីនធឺណិតមើលសភៅខ្លះអញ្ចឹងទៅក៏យល់ដឹងបានខ្លះដែរទៅហើយថ្ងៃនេះសម្រាប់ថ្ងៃនេះយើងរត់10 គីឡូនេះក៏មករត់សុបាយដែរតែគាត់ចង់បំបែកrecord ខ្លួនឯងចាស់ណាហើយក៏ធ្វើបានល្អដែរនិយាយទៅជាក់ស្ដែងជូនបងប្អូនយើងអ្នកមិនទាន់បានរត់អ្នករត់ខ្លះខ្ញុំចង់ថាឲ្យអ្នកដែលមានរត់ដែលបានរត់ដែលមានបទពិសោធន៍ហ្នឹងជួយចែករំលែកពេលដែលជួបអ្នករត់ថ្មីទៅយើងផ្ដល់ជាយោបល់យើងលើកទឹកចិត្តគេឲ្យគេរត់ហើយអ្នកដែលមិនទាន់បានរត់កុំអាអន់សពុនចិត្តចាប់ដើមរត់ខ្លួនឯងដំបូងយឺតដូចគ្នាខ្ញុំក៏យឺតដែរប៉ុន្តែអ្វីដែលសំខាន់រត់គឺជួយឲ្យយើងស្គាល់ពីខ្លួនឯងអញ្ចឹងយើងរៀនពីខ្លួនឯងហើយរត់ហ្នឹងគឺយើងស្ដាប់បេះដូងខ្លួនឯងសួតដង្ហើមខ្លួនឯងថាតើយើងរត់ប៉ុណ្ណាហើយមួយវិញទៀតកុំបខំពេលដែលចាប់ដើមរត់ហើយប្រយ័ត្នបញ្ហាជើងអញ្ចឹងសំខាន់ណាជើងហើយបើសិនជាមានបញ្ហាកន្លែងណាអត់ស្រួលយើងត្រូវសួរនាំគេអ្នកដែលគេធ្លាប់រត់ហើយសួរនាំអ្នកដែលមានបទពិសោធន៍ពាក់ព័ន្ធជាមួយនឹងបទពិសោធន៍ដែលខ្ញុំរត់ហើយខ្ញុំជូនទៅអ្នកដែលថ្មីហើយក៏ខ្ញុំមិនមែនជាអ្នកខ្លាំងអីដែរគាត់ថាយល់ដឹងបានខ្លះជំរាបសួរខ្ញុំឈ្មោះសុជីខ្ញុំចាប់ផ្ដើមរត់រយៈពេល5ឆ្នាំហើយតាំងពីខ្ញុំចាប់ផ្ដើមលេងកីឡារត់ម្នាក់ឯងរហូតដល់ខ្ញុំមានក្រុមចាតាមឡើយខ្ញុំគ្រាន់តែរត់ដើម្បីថែរក្សារាងកាយអីអញ្ចឹងហើយនឹងសុខភាពល្អអញ្ចឹងណាប៉ុន្តែយូរទៅខ្ញុំចាប់ផ្ដើមវិវត្តខ្លួនចូលចិត្តទៅចាសម្រាប់ចំណាប់អារម្មណ៍ខ្ញុំនៅក្នុងកម្មវិធីស៊ូស៊ូរៀងរាល់ឆ្នាំគឺខ្ញុំអត់ដែរខកខានទេហើយឆ្នាំពីមួយឆ្នាំទៅមួយឆ្នាំស៊ូស៊ូគឺអាប់ដេតថ្មីហើយល្អជាងមុនរហូតជាពិសេសដូចឆ្នាំនេះអញ្ចឹងមេដៃស្អាតខ្លាំងហើយកម្មវិធីគឺយើងគាត់បែងចែក category បានន័យថាបែងចែកក្រុមអាយុបែងចែកភេទដែលជាស្តង់ដារនៃកម្មវិធីដែលស្រុកខ្មែរមានតែគាត់មួយដែលបែងចែកបែបនេះចាតែផងថ្ងៃនេះខ្ញុំធ្វើអត់សូវបានល្អប៉ុន្តែនៅតែទទួលបានចំណាត់ថ្នាក់លេខ3ចាខ្ញុំធ្វើអត់សូវបានល្អដោយសារតែមានបញ្ហាសុខភាពប៉ុន្តែat leastខ្ញុំបានមករត់ចាសម្រាប់ខ្ញុំបើសិនជាបងចាប់អារម្មណ៍ឬក៏ចង់លេងកីឡាអាចជ្រើសរើសកីឡារត់បានព្រោះកីឡារត់យើងអាចធ្វើម្នាក់ឯងបានហើយមិនចាំបាច់មានគ្នាក៏បានដែរគ្រាន់តែយើងចាប់ផ្ដើមពីតិចទៅហើយ